ចូលមកដល់វគ្គកាត់តកន្លែង split មុខងារដដែលប៉ុន្តែវគ្គ2យើងចូលនៅក្នុងកម្មវិធី insert ទាំងអស់គ្នាបន្ទាប់មកបងប្អូនត្រូវជ្រើសរើសជាមួយនឹងវីដេអូចូល plot បន្ទាប់មកយើងចុចយក new plot បន្ទាប់មកបងត្រូវជ្រើសរើសជាមួយនឹងវីដេអូមួយឥឡូវខ្ញុំជ្រើសរើសជាមួយនឹង e នេះតែខ្វិតនេះបកហើយយើងធ្វើការ copy បកបន្ទាប់មកទៀតបងប្អូនមើលណាមើលកន្លែងណាដែលយើងចង់កាត់ចេញឥឡូវខ្ញុំរើសតែឃើញឯងព្រោះខ្ញុំមើលវីដេអូហ្នឹងសិនដែរអញ្ចឹងខ្ញុំចង់កាត់កន្លែងដែលគាត់គោះខ្វិតតោកនឹងគោះចេញមើលគាត់គោះបើចឹកណាគាត់ដឹងមិនទុំអត់អីចឹងទុំឬក៏ចាស់ល្អអត់អញ្ចឹងខ្ញុំចង់កាត់កន្លែងហ្នឹងចេញគួរធ្វើមិនប្រើមុខងារផ្សិតដដែលណាអញ្ចឹងបងប្អូនមើលសិនកន្លែងគាត់គោះគួរនេះគាត់ពងយាដៃគោះហើយពងរៀបយាដៃគោះពងយាដៃគោះហើយអញ្ចឹងខ្ញុំកំណត់កន្លែងហ្នឹងដែលគាត់អត់តន់គោះទេខ្ញុំប៉ះវាឲ្យចំខ្ញុំប៉ះលើវីដេអូហ្នឹងសិនដើម្បីឲ្យឃើញគំនូសពណ៌សជុំវិញហ្នឹងបន្ទាប់មកខ្ញុំត្រូវយកមុខងារ split មុខងារហ្នឹងឯងបងប្អូនអញ្ចឹងបងប្អូនដៅចំណុចហ្នឹងមួយមកថាខ្ញុំចង់កាត់ពីណាទៅណាកន្លែងមិញហ្នឹងគឺគាត់មុនគោះអញ្ចឹងយកទៅមុខទៀតគាត់គោះកន្លែងនេះគាត់ដេញគោះហើយអញ្ចឹងខ្ញុំចង់កាត់កន្លែងគោះខ្វិតហ្នឹងខ្ញុំចង់កាត់ចេញអញ្ចឹងបងប្អូនត្រូវចូលលេខមុខងារនេះដៅវាកន្លែងណាមួយហើយបងប្អូនចុចលេខ split នឹងដដែលវិញមកបកហើយបងប្អូនលុបកន្លែងដែលគាត់គោះចេញនេះឡើងនេះឃើញទេឥឡូវយើងមើលសិនអត់គោះទេអីគាត់គោះនេះណាគោះតុកហើយខ្ញុំចង់កាត់កន្លែងដែលគាត់គោះនឹងចេញឃើញខ្ញុំ select លើហ្នឹងអត់អញ្ចឹងខ្ញុំកាត់កន្លែងហ្នឹងចេញបងប្អូនយកពាក្យថា delete មក delete កន្លែងធុងសម្រាប់ហ្នឹងបងប្អូនចូលកន្លែងហ្នឹងមកអញ្ចឹងវាបាត់ហើយឥឡូវយើងមើលវីដេអូពីដើមមកវិញឃើញទេអត់មានគោះទៀតទេគាត់មានគោះទៀតទេអញ្ចឹងបើសិនជាបងប្អូនច្រឡំដៃបងប្អូនអាចយកពាក្យយកសញ្ញាព្រួយនេះបាននេះយើងអាចបែកវាមកបានអញ្ចឹងអត់ប្របាក់ទេគ្រាន់តែបងប្អូនដៅចំណុចកន្លែងណាដែលគាត់ចាប់ផ្ដើមកន្លែងណាដែលយើងអត់ពេញចិត្តយើងដៅចំណុចហ្នឹងសិនញ៉េគាត់ចាប់ផ្ដើមគោះហើយគោះខ្ញុំអត់យកកន្លែងហ្នឹងទេអញ្ចឹងខ្ញុំកាត់ហើយកន្លែងហ្នឹងអញ្ចឹងយើងយកពាក្យ delete មកវាបាត់កន្លែងហ្នឹងបាត់ហើយឃើញទេហើយបើសិនជាបងប្អូនចង់យកដល់ក្រោយទៀតអូខេនេះកន្លែងនេះខ្ញុំអត់ចង់ឃើញហាងទេឧទាហរណ៍ខ្ញុំអត់ចង់ទេឧទាហរណ៍អញ្ចឹងបងប្អូនប៉ះនៅលើនឹងឲ្យចំមកបងប្អូនយកមុខងារ split ដដែលអូខេយើងយកមុខងារ split នឹងមកប៉ក់ជប់ចុចប៉ក់អញ្ចឹងកន្លែងនេះខ្ញុំអត់យកទេខ្ញុំយកពាក្យធុងសម្រាប់មក delete ចោលអញ្ចឹងអត់មានទេឃើញទេកន្លែងគោះក៏អត់មានកន្លែងហាងក៏អត់មានដែរគាត់ឃើញតែរូបគាត់នឹងម្នាក់គាត់អញ្ចឹងងាយយល់ងាយអញ្ចឹងបងប្អូនអាចសាកធ្វើតាមបានអរគុណ